បងប្អូនបានរៀនរួចមកហើយអំពីអាហារ6ប្រភេទនៃពីរ៉ាមីតអាហារថ្ងៃនេះលោកគ្រូនឹងប្រាប់បងប្អូនបន្ថែមពីសារអប់រំសំខាន់ចំនួន7នៃគោលការណ៍ណែនាំស្ដីពីរបបអាហារដែលបងប្អូនអាចអនុវត្តជាប្រចាំថ្ងៃបានទី1គឺសូមបរិភោគអាហារឲ្យបានគ្រប់ប្រភេទនិងមានតុល្យភាពនៅក្នុងបរិមាណសមស្របទៅនឹងកម្រិតសកម្មភាពរាងកាយដើម្បីរស់រានរាងកាយរបស់យើងម្នាក់ៗត្រូវការសារជាតិចិញ្ចឹមហេតុនេះសូមបងប្អូនបរិភោគអាហារចម្រុះមុខតាមប្រភេទអាហារដែលមាននៅក្នុងពីរ៉ាមីតអាហារទើបអាចជួយឲ្យរាងកាយរបស់បងប្អូនទទួលបានសារជាតិចិញ្ចឹមគ្រប់ប្រភេទដូច្នេះសូមបរិភោគគ្រប់ប្រភេទអាហារដើម្បីឲ្យរាងកាយយើងទទួលបានសារជាតិចិញ្ចឹមគ្រប់គ្រាន់ទី2គឺបរិភោគអាហារដែលសម្បូរជាតិកាល់ស្យូមជាតិកាល់ស្យូមអាចជួយថែរក្សាធ្មេញនិងឆ្អឹងឲ្យរឹងមាំនិងមានសុខភាពល្អហើយថែមទាំងជួយសម្រួលដល់ការទំនាក់ទំនងល្អរវាងខួរក្បាលនិងផ្នែកផ្សេងៗទៀតនៃរាងកាយផងដែរជាតិកាល់ស្យូមត្រូវបានរកឃើញនៅក្នុងត្រីតូចៗទឹកដោះគោផលិតផលទឹកដោះគោតៅហ៊ូនិងបន្លែបៃតងជាដើមទី3គឺបរិភោគអាហារដែលសម្បូរជាតិប្រូតេអ៊ីនផ្នែកសំខាន់នៃរាងកាយរបស់យើងដូចជាកោសិកាសរីរាង្គសាច់ដុំនិងឆ្អឹងមិនអាចដំណើរការបានល្អទេបើគ្មានប្រូតេអ៊ីនប្រូតេអ៊ីនមាននៅក្នុងសាច់សត្វត្រីស៊ុតនិងសណ្តែកជាដើមទី4គឺបរិភោគបន្លែនិងផ្លែឈើឲ្យបានច្រើនគ្រប់មុខនិងទៀងទាត់បន្លែនិងផ្លែឈើមានផ្ទុកនៅជីវជាតិសារធាតុរ៉ែនិងជាតិសរសៃសំខាន់ជាច្រើនការបរិភោគបន្លែនិងផ្លែឈើចម្រុះមុខជាទៀងទាត់ជួយកាត់បន្ថយការប្រឈមទៅនឹងជំងឺផ្សេងទី5គឺបរិភោគអាហារពីប្រភេទគ្រាប់ធញ្ញជាតិនិងពពួកម្សៅអាហារពីប្រភេទគ្រាប់ធញ្ញជាតិនិងពពួកម្សៅដូចជាបាយគុយទាវនំបញ្ចុកនំប៉័ងដំឡូងនិងពោតជាដើមគឺសម្បូរដោយកាបូអ៊ីដ្រាតកាបូអ៊ីដ្រាតគឺជាប្រភពថាមពលចម្បងសម្រាប់រាងកាយនិងខួរក្បាលការបរិភោគអាហារប្រភេទនេះក្នុងបរិមាណសមស្របតាមកម្រិតសកម្មភាពរាងកាយជាមួយការហាត់ប្រាណរាល់ថ្ងៃនឹងធ្វើឲ្យអ្នកទទួលបានទម្ងន់សមស្របនិងសុខភាពល្អទី6គឺកាត់បន្ថយការបរិភោគអាហារដែលមានជាតិខ្លាញ់ច្រើនប្រៃពេកនិងផ្អែមខ្លាំងសប្តាហ៍ថ្ងៃនេះមានអាហារសម្បូរបែបរួមមានអាហារទាន់ចិត្តដូចជាភ្លៅមាន់ស្លាបមាន់បំពង Pizza Hamburger និងអាហារកែច្នៃមានប្រហិតស្ករគ្រាប់និងភេសជ្ជៈជាតិផ្អែមជាដើមការបរិភោគអាហារទាំងនេះច្រើនអាចនាំឲ្យមានបញ្ហាជំងឺផ្សេងៗនាពេលអនាគតទី7គឺថ្លឹងទម្ងន់និងវាស់កម្ពស់រាងកាយឲ្យបានទៀងទាត់ដើម្បីតាមដានការលូតលាស់ការលើសឬខ្វះទម្ងន់អាចប្រឈមទៅនឹងជំងឺធ្ងន់ធ្ងរកាន់តែច្រើនដូច្នេះបងប្អូនត្រូវតាមដានការលូតលាស់របស់ខ្លួនដោយការថ្លឹងទម្ងន់និងវាស់កម្ពស់ឲ្យបានទៀងទាត់